ចឹងមានចំណុចជាច្រើនតិចហ្នឹងហើយដែលខ្ញុំចង់ជម្រាបថាមានវិធីសាស្ត្រច្រើនទៀតដែលមានការសង្ស័យឧទាហរណ៍ដូចថាមានទឹកថ្នាំដែលគេអាចចលក់ទៅអាចលាងជ្រះប៉ុន្តែលើកនេះឥណ្ឌាគេបានជួយថ្នាំទឹកថ្នាំមកយើងត្រូវទៅជួយពិនិត្យទាំងអស់គ្នាខ្ញុំនឹងជម្រាបថាតើអ្នកសង្កេតការវាមានសារៈសំខាន់យ៉ាងណាដើម្បីយើងទប់ស្កាត់នៃការលួចបន្លំបន្តិចទាំងអស់ហ្នឹងគឺខ្ញុំយល់ថាចលនាសង្គមជាតិគួរតែជាពិសេសបងប្អូនយុវជនយ៉ាងសកម្មនេះនៅតាមការិយាល័យនីមួយៗត្រូវមានម៉ូតូ5 6គ្រឿងមានទូរស័ព្ទដែលអាចថតបានហើយអញ្ចឹងដើម្បីយើងត្រៀមបើសិនជាឃើញខ្មែរយើងមកបោះឆ្នោតតែរកឈ្មោះមិនឃើញយើងអាចឲ្យគាត់ឈរចាំហើយរួចហើយយើងឲ្យយុវជន2 3នាក់ហ្នឹងទៅតាមមណ្ឌលនីមួយៗទៅជួយរកឈ្មោះឲ្យគាត់រកឈ្មោះហើយឃើញហើយត្រឡប់មកដឹកគាត់យកទៅបោះអញ្ចឹងដូច្នេះយើងអាចជួយបានច្រើនណាស់ហើយយើងអាចជាក្រុមប្រចាំការដើម្បីទុកថាមានចលនាសង្គ្រោះជាតិណាសមាជិកដែលចង់ទៅបោះជាពិសេសចាស់ដែលចង់បានមួយខែ 40,000 រៀលហើយគាត់ចង់ទៅបោះដែរមិនគាត់ចាស់គាត់ទៅមិនរួចអាចយកម៉ូតូយកអីទៅតាមផ្ទះទៅដឹកគាត់មកបាទហើយខ្ញុំសូមឲ្យមានការជួយឧបត្ថម្ភសាំងជួយឧបត្ថម្ភឲ្យក្មេងៗដែលធ្វើការយកសកម្មមកការិយាល័យបាន5 ឬ 10 ម៉ូតូប្រចាំការល្អណាស់ហើយជួយមើលផងបើសិនជាមានជនណាដែលថាផ្លែកជនណាជាជនបរទេសអីមកបោះយើងអាចតវ៉ាប៉ុន្តែយើងតវ៉ារូបខាងក្រៅនៅឆ្ងាយបន្តិចកុំឲ្យចូលដល់ក្នុងការិយាល័យអញ្ចឹងគេនឹងចាប់ប្រកាន់តែយើងឆាឆៅនៅក្នុងការិយាល័យដែលចិត្តហ្នឹងវាមានទោសអញ្ចឹងហើយយើងនៅខាងក្រៅបន្តិចហើយរួចហើយអ្នកណាក៏មានទូរស័ព្ទដែលមានអាចថតបានអញ្ចឹងហើយយើងមិនឃើញសកម្មភាពអីខុសឆ្គងយើងអាចថតហើយរួចហើយផុសឲ្យតាម Facebook ភ្លាមដើម្បីឲ្យនេះគឺជាផុសតាងដើម្បីថ្ងៃក្រោយយើងអាចតវ៉ាចំពោះលទ្ធផលនៃការបោះឆ្នោតបើសិនការបោះឆ្នោតនោះមានភាពមិនប្រក្រតីជាច្រើនចឹងហើយខ្ញុំថាមានចំណុចច្រើនណាស់សំខាន់បំផុតគឺចលនាយុវជននឹងត្រូវតែនៅនឹងកន្លែងមើលនៅពេលដែលគេចលក់ទឹកដៃហ្នឹងគេចលក់ត្រូវតែមើលឲ្យមានការជូតដៃឲ្យស្អាតដើម្បីចលក់ហើយការចលក់ទឹកខ្មៅនេះដើម្បីបញ្ជាក់ថាมันអាចលាងជ្រះនេះគឺថាអ្នកណាដែលចូលរួមបោះឆ្នោតហ្នឹងឆាកទៅផ្ទះលាងដោយគ្រប់វិធីមកបើលាងជ្រះបានយើងត្រូវតែតវ៉ាភ្លាមបាទអញ្ចឹងយើងត្រូវតែមានវិធីសាស្ត្រច្រើនណាស់ហើយយុវជនត្រូវសកម្មហើយម្នាក់ខ្ញុំថាមិនត្រឹមតែយុវជនទេឲ្យតែម្នាក់នៃចលនាសង្គមជាតិខ្លាយទៅជាសកម្មជនក្នុងការត្រួតពិនិត្យគ្រប់បែបយ៉ាងទាំងអស់ហ្នឹងគឺថាការលួចបន្លំនឹងមានកាត់បន្ថយជាអតិបរមាហើយប្រយ័ត្នជាងគេមួយទៀតគឺសម្រឿងស្លឹកឆ្នោតមានជនខ្លះគេមានស្លឹកឆ្នោតរបស់គេគូសគណៈបព្វជិជនហើយគេដកគេលាក់នៅក្នុងអាវហើយគេចូលទៅគេយកស្លឹកមួយស្លឹកទៀតចេញមកចឹងហើយនៅពេលដែលគេបោះអាស្លឹកដែរមានគូសគណៈបព្វជិជននេះហើយគេយកអាស្លឹកដែរដែលនៅទំនេរនេះយកទៅក្រៅស្លឹកទំនេរនេះយកទៅក្រៅបើបង្ហាញគេថាស្លឹកទំនេរនេះឲ្យគេបានលុយអានេះដូចវិធីសាស្ត្រនៃការលួចហើយវិធីសាស្ត្រនេះនៅថៃមានច្រើនណាស់គឺលួចរបៀបហ្នឹងគឺថាអ្នកដែលកាន់ស្លឹកឆ្នោតចូលបានគូសហើយស្រេចហើយទៅវិញយកអាស្លឹកឆ្នោតទំនេរឲ្យគេឲ្យលុយអញ្ចឹងសម្រាប់ស្លឹកទំនេរគេបន្តគូសទៀតហើយឲ្យអ្នកផ្សេងទៅបោះយ៉ាងទៀតអញ្ចឹងបោះឆ្នោតមើលទៅដូចជាមានការសម្ងាត់តែមានការជួញដូរតាមវិធីសាស្ត្រដែលផ្លែកទាំងអស់ហ្នឹងហើយអញ្ចឹងស៊ីសងតែយើងគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់អញ្ចឹងយើងអាចធ្វើឲ្យការកាត់បន្ថយជាអតិបរមានៃការលួចបន្លំហើយកុំឲ្យហៅថារឿងណាដែលកើតឡើងដែលគ្មានផុសតាងនោះលើកនេះត្រូវតែមានផុសតាងបានជាដាច់ខាតឧទាហរណ៍ឈ្មោះថ្ងៃហ្នឹងឃើញឈ្មោះខុសយើងទៅថតឈ្មោះនឹងទុកទៀតតែថ្ងៃដែលខ្ញុំទៅមើលឈ្មោះនេះអញ្ចេះឥឡូវមកនឹងឈ្មោះនឹងអញ្ចេះហើយថ្ងៃខ្ញុំទៅមើលមណ្ឌលហ្នឹងគឺឈ្មោះនឹងនៅមណ្ឌលហ្នឹងដល់ថ្ងៃបោះឆ្នោតដាក់ខ្ញុំទៅមណ្ឌលផ្សេងចិត្តសិតតែវិធីទឹកចរិតគេធ្វើបន្តិចទេអត់ច្រើនទេប៉ុន្តែបូកសរុប 16000 ការិយាល័យគុណជាមួយនឹង50យើងដឹងហើយ50,000 60,000 70,000 1លានហើយដែលថាបញ្ជីបោះឆ្នោតដែលមានបញ្ហាទៀតបូកសំមករាប់លានបាទមិនលេងទេអញ្ចឹងខ្ញុំថាកាត់បន្ថយជាអតិបរមាតាមការិយាល័យមិនឲ្យលួចបានលើសពី2-3សម្លេងទេអាហ្នឹងប្រហែលជាបូកសរុបទូទាំងប្រទេសយើងមានលទ្ធភាពក្នុងការដណ្ដើមជ័យជំនះអញ្
ចឹងត្រូវតែបើកភ្នែកធំហើយសូមអំពាវនាវឲ្យខ្មែរយើងនៅបរទេសទាំងអស់ខិតខំចំណាយពេលដើម្បីអញ្ជើញទៅធ្វើជាអ្នកសង្កេតការណ៍ពីព្រោះខ្លាចគេទិញទឹកចិត្តរបស់អ្នកជាពិសេសនៅតំបន់ចុងកាត់មាត់ញោតឆ្ងាយអស់លោកកុំទៅតែនៅចិត្តខេត្តក្រុងអត់ទេទៅឆ្ងាយមណ្ឌលណាឆ្ងាយដែលទៅមណ្ឌលហ្នឹងយើងទៅជុំមើលពីព្រោះមណ្ឌលហ្នឹងហើយងាយនឹងលួចជាងគេបើកន្លែងណាគេមានលទ្ធភាពលួចគេលួចឲ្យបានច្រើនកន្លែងណាគេមិនមានលទ្ធភាពលួចគេមិនលួចតែហ្មងតែចឹងហើយគេធ្វើឲ្យឃើញចឹងខ្ញុំថាត្រូវតែមានអ្នកដែលតាមសង្កេតការណ៍ហ្នឹងទៅដល់តំបន់ឆ្ងាយចុងកាត់មាត់ញោកទាំងអស់ធ្វើយ៉ាងណាឲ្យធានាតែម្យ៉ាងគឺការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ហើយមានតម្លាភាពអានឹងជាជោគជ័យរបស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហើយបាទខ្ញុំថ្ងៃនេះសូមអរគុណហើយហាក់ដូចជាវែងបន្តិចក៏សូមមេត្តាអភ័យទោសហើយសូមអរគុណហើយនឹងជួបគ្នានៅពេលក្រោយទៀតសូមជម្រាបលាបាទ